ជាដំឡងនៃខ្ញុំសូមជម្រាបសួរលោកគ្រូនៃខ្ញុំគ្រូទីស្រីមួយជាគរុប្រសិទ្ធមកពីថ្នាក់កថ្ងៃនេះនឹងខ្ញុំនឹងធ្វើការឆ្លុះបញ្ចាំងអំពីមេរៀនសម្រាប់សប្តាហ៍ទី11ទាក់ទងជាមួយនឹងការវាយតម្លៃលើចរិយាប័ត្រនិងបំណិនសិស្សចា៎អញ្ចឹងសម្រាប់នៅក្នុងមេរៀននេះដែរគឺមានគោលបំណងនៃមេរៀនគឺបន្ទាប់ពីរៀនចប់នៃមេរៀននេះគ្រូនិស្សិតអាចនឹងយល់ពីលក្ខណៈទូទៅនៃពុទ្ធិបំណិនចរិយាសម្បទាលក្ខណៈខុសគ្នានៃសម្បទាទាំង3បានកំណត់បាននៅពីតម្រូវការសម្រាប់វាយតម្លៃទៅលើបំណិនសម្បទាចរិយារបស់សិស្សអាចបង្កើតជាកម្រងសំណួរឧបករណ៍សម្រាប់វាយតម្លៃទៅលើបំណិនសម្បទាចរិយាដែលមានទម្រង់ច្រើនហើយវាមានលក្ខណៈសមស្របសម្រាប់វាយតម្លៃទៅលើគ្រប់កម្រិតថ្នាក់សិក្សាផងដែរហើយនឹងអាចកំណត់ពីរបៀបដែលធ្វើឲ្យភាសាឡើងនៅស្វ័យវាយតម្លៃរបស់សិស្សមុនអំឡុងពេលនិងក្រោយពេលនៃការបង្រៀនហើយនឹងការរៀនកំណត់បាននៅវិធីសាស្ត្រផ្សេងៗដែលអាចប្រើវាយតម្លៃលទ្ធផលសិក្សារបស់សិស្សចាអញ្ចឹងនៅក្នុងនេះដែរមានខ្លឹមសារចំនួន2ទី1ទាក់ទងជាមួយនឹងប្រភេទលទ្ធផលសិក្សារំពឹងទុកបែបចរិយាសម្បទាហើយនឹងទី2ទាក់ទងជាមួយនឹងវិធីវាយតម្លៃចរិយាសម្បទារបស់សិស្សចាអញ្ចឹងសម្រាប់ចំណុចទី1តកតងជាមួយនឹងចរិយារបស់សិស្សគឺជាជំនាញទុនឬមួយក៏ជំនាញដែលវាជាទំនាក់ទំនងផ្ទាល់ខ្លួនរបស់បុគ្គលនោះដែលវាទទួលបានតាមរយៈការដកបទពិសោធន៍ពីការសិក្សាឬមួយក៏អាជីពការងារកាលណាយើងរៀនបានកាន់តែខ្ពស់ហើយធ្វើការបានកាន់តែច្រើននោះផ្នែកចរិយាសម្បទារបស់យើងមានការរីកចម្រើនទៅតាមនឹងដែរហើយរបៀបដែលមនុស្សធ្វើការទំនាក់ទំនងជាមួយនឹងអ្នកដទៃគឺវាត្រូវការចរិយាសម្បទាចាអញ្ចឹងទាំងអស់ក្នុងចំណោមចរិយាសម្បទាទាំងអស់នោះមានដូចជាទី1ជំនាញក្នុងការគ្រប់គ្រងខ្លួនឯងឬវិន័យផ្ទាល់ខ្លួនការចេះសហការជាមួយអ្នកដទៃការប្រស្រ័យទាក់ទងគ្នាទៅវិញទៅមកការច្នៃប្រឌិតអ្វីមួយភាពអត់ធ្មត់ទៅលើការងារផងដែរទាក់ទងជាមួយនឹងបំណិនពុទ្ធិវិញវាសំដៅទៅលើជំនាញប្រាជ្ញាសម្បទាដែលគេប្រើជំនាញនេះសម្រាប់គិតឬមួយក៏វិភាគហេតុផលការចងចាំឬមួយក៏រៀនផ្សេងហើយជារឿយគេបានវាស់ស្ទង់វាក្នុងការយល់ដឹងឬពីប្រាជ្ញាសម្បទាពីព្រោះវាបានប្រើសម្រាប់ការវាស់វែងដូចជាប្រឡងការវាស់វែងពីការចងចាំសមត្ថភាពឬមួយក៏ល្បឿននៃការគិតនិងការវិភាគរបស់សិស្សផងដែរអញ្ចឹងជំនាញសម្បទាប្រាជ្ញាសម្បទាវាមានដូចជាការគិតហើយនឹងឆ្លើយទាន់ហេតុការណ៍សមត្ថភាពក្នុងការចងចាំមេរៀនឬហេតុការណ៍ការផ្ចង់អារម្មណ៍ទាក់ទងជាមួយនឹងភាពបត់បែនការវិភាគបញ្ហាជាលម្អិតការគិតបែបពហុកិច្ចការឬកិច្ចការច្រើនក្នុងពេលតែមួយការបែងចែកចំណុចថ្នាក់ព័ត៌មានផ្សេងទៅតាមវត្ថុផ្សេងល្អអាក្រក់វាត្រឹមត្រូវអញ្ចឹងទៅចា៎អញ្ចឹងសម្រាប់ចរិយាសម្បទាតកតងជាមួយនឹងលទ្ធផលសិក្សារំពឹងទុកគឺវាចាំបាច់តកតងជាមួយនឹងចរិយាសម្បទាហើយនឹងបំណិនសម្បទាគឺវាចាំបាច់ក្នុងការទទួលបានភាពជោគជ័យក្នុងការសិក្សាអាជីពការងារការដោះស្រាយបញ្ហាផ្សេងក្នុងជីវិតសិស្សត្រូវមានលក្ខណៈមួយចំនួនពួកដូចជាមានទំនួលខុសត្រូវពួកគាត់មានភាពស្មោះត្រង់ពួកគាត់ចេះត្រួតពិនិត្យហើយពួកគាត់តាមដានខ្លួនឯងការចេះធ្វើការសហការគ្នាជាមួយនឹងអ្នកដទៃផងដែរអញ្ចឹងលើពីនឹងទៅទៀតការស្រាវជ្រាវជាច្រើនទៅបានបង្ហាញពីទំនាក់ទំនងរវាងចរិយាសម្បទានិងបំណិនសម្បទាជាមួយនឹងលទ្ធផលការសិក្សារបស់ពួកគេហើយទំនាក់ទំនងរវាងលទ្ធផលសិក្សានិងចំណង់ចំណូលចិត្តលើមុខវិជ្ជារបស់គេអញ្ចឹងបើសិនជាសិស្សដែលគាត់ជោគជ័យក្នុងការសិក្សាភាគច្រើនគាត់មានក្តីសង្ឃឹមគាត់មានសុទិដ្ឋិនិយមគាត់មានអារម្មណ៍បែបវិជ្ជមានគាត់ចង់ជោគជ័យថែមទៀតគាត់តែងតែស្វែងរកបញ្ហាហើយគាត់តាំងចិត្តហើយគាត់ព្យាយាមគិតអីដែលវិជ្ជមានគាត់ឲ្យតម្លៃទៅលើការសិក្សាគាត់ស្វែងរកគំនិតថ្មីប៉ុន្តែសម្រាប់សិស្សដែលគាត់បរាជ័យវិញភាគច្រើនគឺគាត់គ្មានក្តីសង្ឃឹមគាត់អារម្មណ៍គាត់បែបវិជ្ជមានហើយគាត់ព្យាយាមគេចវេះពីបរាជ័យហើយគាត់អាចរិះគន់ការរិះគន់នោះឲ្យតែណាគេរិះគន់គាត់ក៏គិតថាជាការជន់ផលិតជាគាត់ខ្មាស់អៀនច្រើនគាត់តែគាត់ថាគាត់អត់ច្បាស់លាស់ហើយគាត់អត់សូវចូលរួមទេហើយអាកប្បកិរិយារបស់គាត់តែងតែគិតបែបអវិជ្ជមានហើយគាត់អត់សូវចូលចិត្តរៀនហើយក៏គាត់អត់ចូលចិត្តការស្វែងរកគំនិតថ្មីដែលគឺគាត់តែងតែគេចវេះអញ្ចឹងមួយទៀតតកតងជាមួយនឹងប្រភេទនៃចរិយាសម្បទានិងលទ្ធផលរំពឹងទុកដែរគឺផ្ដោតទៅលើការយល់អារម្មណ៍របស់អ្នកដទៃដែរអញ្ចឹងការយល់អារម្មណ៍របស់អ្នកដទៃហ្នឹងគឺជាការយល់ចិត្តឬមួយក៏សមត្ថភាពក្នុងការយល់ពីអារម្មណ៍មនុស្សម្នាក់ទៀតតកតងជាមួយនឹងតាមរយៈតកតងពួកគេតាមរយៈអារម្មណ៍នោះហើយតកតងជាមួយនឹងអាកប្បកិរិយាវិញគឺជាបណ្ដុំនៃផ្លូវអារម្មណ៍ហើយវាស្ថិតនៅក្នុងខ្លួនយើងហើយវាសម្ដែងចេញដើម្បីយើងឆ្លើយតបនឹងហេតុការណ៍ឬមួយក៏វត្ថុអ្វីមួយ
đại dương mình tranh vì ảnh với chấm miên được môi cỏ với chấm miên hay cầm rậtในការសម្ដែងចេញវាឆ្លើយតបតិចឬច្រើនជាងការវាវិជ្ជមានឬអវិជ្ជមានវាអាស្រ័យទៅនឹងការយល់ឃើញរបស់បុគ្គលនោះទៅលើស្ថានភាពទៅលើវត្ថុឬមួយក៏បញ្ហាសកម្មភាពនៃក្រុមមនុស្សឬក្រុមវត្ថុនោះដែរចាអញ្ចឹងចក្រយាបែបវិជ្ជមានទីមួយអាចនៅសាលារៀនគណិតវិទ្យាសាស្ត្រផ្សេងកិច្ចការផ្ទះតកតងជាមួយនឹងវិន័យសាលាគ្រូបង្រៀនមិត្តរួមថ្នាក់ហើយចក្រយាបែបអវិជ្ជមានហ្នឹងគឺគាត់លួចចម្លងពួកគាត់សាបគ្រឿងញៀនអំពើហិង្សាក្នុងសាលាកិច្ចវេះម៉ោងសិក្សាហើយនឹងតកតងជាមួយនឹងការបោះបង់ការសិក្សាផងដែរចាអញ្ចឹងដល់ពេលតកតងជាមួយនឹងលទ្ធផលសិក្សារំពឹងទុកបែបគុណតម្លៃវិញគឺគេសំដៅទៅលើការយកឃើញរបស់បុគ្គលម្នាក់គិតហើយគាត់ឲ្យតម្លៃទៅលើមនុស្សនិងវត្ថុផ្សេងទៀតហើយការឲ្យតម្លៃនោះវាអាស្រ័យទៅលើការយល់ឃើញរបស់បុគ្គលនោះនិងរបៀបនៃការឲ្យតម្លៃដូចជាជីវិតដែលមានសុវត្ថិភាពពិភពលោកប្រកបទៅដោយសុខសន្តិភាពមានសេរីភាពជាដើមហើយតម្លៃដែលយើងទាំងអស់គ្នាតែងតែចង់បានទីមួយគឺយើងតែងតែចង់បានទីមួយតកតងជាមួយនឹងភាពស្មោះត្រង់សិស្សទាំងអស់គាត់តែងតែឲ្យតម្លៃទៅលើភាពស្មោះត្រង់ក្នុងការរស់នៅក្នុងជីវភាពប្រចាំថ្ងៃពិសេសគាត់មានទំនាក់ទំនងជាមួយមនុស្សដទៃទៀតទីពីរតកតងជាមួយនឹងសុចរិតភាពពួកគាត់តែងតែប្រកាន់ភ្ជាប់នៅក្រមសីលធម៌ហើយនឹងគុណតម្លៃផ្ទាល់ខ្លួនតកតងជាមួយនឹងយុត្តិធម៌សិស្សទាំងអស់គ្នាតែងតែប្រកាន់នៅទស្សនៈមួយថាគ្រប់ជាសាស្ត្រទាំងអស់គឺមានសិទ្ធិស្មើគ្នាដើម្បីទទួលបាននូវភាពយុត្តិធម៌ដែលចែងទៅតាមច្បាប់របស់ប្រទេសហើយនឹងសេរីភាពដែរអញ្ចឹងសិទ្ធិទាំងអស់គ្នាគាត់ជឿជាក់ថារាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិសេរីភាពស្មើគ្នាទៅឲ្យប្រជាពលរដ្ឋរបស់ខ្លួនហើយវិធីសាស្ត្រក្នុងការវាយតម្លៃចរិយាសម្បទានិងជំនាញទូទៅគឺគេផ្ដោតទៅលើចំណុចចំនួន3ជាសំខាន់រាល់ពេលដែលយើងវាយតម្លៃទៅលើចរិយាសម្បទារបស់សិស្សទី1គេតកតងទៅលើការផ្ដោតអារម្មណ៍តកតងថាអារម្មណ៍អាកប្បកិរិយាគឺទឹកមុខរបស់គាត់ផ្លាស់ប្ដូរឆាប់រហ័សពិសេសកុមារតូចៗនិងអំឡុងពេលគាត់ពេញវ័យដំបូងដែលបង្ហាញថាដើម្បីទទួលបានភាពត្រឹមត្រូវនៃអារម្មណ៍ឬមួយក៏ទឹកមុខរបស់គាត់ចាំបាច់យើងត្រូវការវាយតម្លៃច្រើនដងក្នុងរយៈពេលណាមួយចំណុចទី2យើងត្រូវព្យាយាមប្រើវិធីសាស្ត្រផ្សេងគ្នាដើម្បីវាស់ស្ទង់គោលដៅឬក៏វាស់ស្ទង់ចំណុចដែលយើងវាស់ដូចគ្នានឹងដែរហើយនឹងទី3គឺយើងចុងក្រោយយើងសម្រេចចិត្តថាយើងត្រូវការលទ្ធផលសិស្សម្នាក់ឬក៏ជាក្រុមហើយនេះពាក់ព័ន្ធជាមួយនឹងគោលបំណងហើយនឹងប្រសិទ្ធភាពលើវិធីសាស្ត្រដែលយើងប្រើបើសិនជាគោលបំណងរបស់យើងប្រើសម្រាប់តែការវាយតម្លៃសម្រាប់ធ្វើរបាយការណ៍ជូនអាណាព្យាបាលឬអាណាព្យាបាលនោះច្បាស់យើងត្រូវការព័ត៌មានពីទំនាក់ទំនងពីសិស្សម្នាក់ចាអញ្ចឹងសម្រាប់ចំណុចទី2តកតងជាមួយនឹងវិធីវាយតម្លៃចរិយាសម្បទានិងក្រៅពីពុទ្ធិបំណិនក្រៅពីពុទ្ធិដែរអញ្ចឹងទី1តកតងជាមួយនឹងការអង្កេតរបស់គ្រូជាជំហានដំបូងគឺយើងប្រើការសង្កេតដែលកំណត់ថាតើអេយ៉ាប័តជាក់លាក់របស់សិស្សនេះតកតងទៅនឹងគោលដៅដែលយើងចង់វាស់វែងមានអីគេខ្លះហើយវាចាប់ផ្ដើមជាមួយនឹងការយល់ច្បាស់ពីនិយមន័យរបស់វាជាមុនសិនអញ្ចឹងតកតងទី1ការអង្កេតទូទៅគឺជាការអង្កេតរបស់គ្រូទៅលើសកម្មភាពរបស់សិស្សដែលទាមទារប្រើប្រាស់ច្រើនទម្រង់ហើយវាមានភាពស្មុគស្មាញប៉ុន្តែគ្រូគួរតែជាអ្នកអង្កេតហើយគាត់មានគោលដៅច្បាស់ទៅលើការអង្កេតលើសកម្មភាពសិស្សប៉ុន្តែពេលសង្កេតហ្នឹងគឺសង្កេតទាំងម៉ោងសិក្សានិងក្រៅម៉ោងសិក្សាហើយគ្រូសង្កេតមើលហើយកត់ត្រារាល់សកម្មភាពរបស់សិស្សហ្នឹងទាំងផ្នែកវិជ្ជមានហើយនិងផ្នែកអវិជ្ជមានរបស់សិស្សដែលវាអាចឆ្លុះបញ្ចាំងទៅលើលទ្ធផលសិក្សារបស់សិស្សចំណុចទី2ក្នុងនេះដែរការអង្កេតមានរចនាសម្ព័ន្ធគឺគេអង្កេតជាក់លាក់ទៅគេត្រូវការពេលវេលាគេមានទម្រង់ចានក្នុងការកត់ត្រាពីសកម្មភាពនានារបស់សិស្សហើយការអង្កេតរាល់ការអង្កេតគឺគេកត់ត្រាគ្រប់សកម្មភាពទាំងវិជ្ជមាននិងអវិជ្ជមានតកតងទៅនោះគឺគេផ្ដោតទៅលើចំណុចសំខាន់ផ្សេងទៀតផងដែរចាហើយមួយទៀតតកតងជាមួយនឹងការសម្ភាសគ្រូវាគឺជាមធ្យោបាយល្អបំផុតសម្រាប់វាតម្លៃពីការសិក្សារបស់បុគ្គលជំនឿឬមួយក៏តកតងជាមួយនឹងអេរិយាប័ត្រចិត្តសង្គមផ្សេងគ្រូអាចប្រើវិធីសាស្ត្រផ្សេងដើម្បីសម្ភាសដល់សិស្សដូចជាលក្ខណៈជាបុគ្គលជាក្រុមការពិភាក្សាក្រុមការតស៊ូមតិទូទៅដើម្បីវាស់វែងដូចជាវាតម្លៃអេរិយាប័ត្ររបស់សិស្សហើយការវាតម្លៃស្វ័យវាតម្លៃលើលទ្ធផលសិក្សារបស់សិស្សផ្ទាល់គឺផ្ដល់ឱកាសឲ្យសិស្សគាត់អាចវាតម្លៃឆ្លុះបញ្ចាំងលទ្ធផលសិក្សាដែលគាត់ទទួលបន្ទាប់ពីគាត់បានរៀនចប់មេរៀនហ្នឹងឬមួយក៏គាត់ចប់មួយវគ្គហើយលទ្ធផលនៃការសិក្សាតាមរយៈការអង្កេតវាតម្លៃរបស់សិស្សត្រូវមានភាពស៊ីគ្នានិងដូចគ្នាតែបើលទ្ធផលប្រឡងយកមកល្អធ្វើឲ្យសិស្សគាត់វាតម្លៃថាខ្លួនឯងលទ្ធផលប្រឡងមកមិនល្អប៉ុន្តែធ្វើឲ្យសិស្សគាត់វាតម្លៃថាខ្លួនឯងហ្នឹងមិនចេះពីមេរៀនបានន័យថាចំណុចដែលត្រូវស្វែងយល់បន្ថែមលក្ខណៈថាយល់ពីភាពខុសគ្នាលក្ខណៈថាពីមេរៀននឹងផងដែរចា៎អញ្ចឹងបើសិនជាលទ្ធផលមិនល្អធ្វើឲ្យសិស្សហ្នឹងគាត់ធ្វើស្វ័យវាតម្លៃថា
គាត់មិនបានចេះមេរៀននឹងហើយមានន័យថាចំណុចដែលត្រូវស្វែងយល់បន្ថែមពីនេះគឺវាមានភាពខុសគ្នាចាអញ្ចឹងមេរៀននេះចប់សូមអរគុណលោកគ្រូ